លោកពេលដែលអ្នកបុរាណវិទូបានរកឃើញទីបញ្ចុះសាកសពរបស់នារីដែលជាអ្នកប្រយុទ្ធនាសម័យបុរាណហើយមានអាវុធគ្រប់ដៃហើយនិយាយបានថានេះគឺជាការប្រទះឃើញដ៏ថ្មីមួយដែលអាចជួយបកស្រាយអាចកំបាំងរបស់នារីដែលជាអ្នកប្រយុទ្ធនាសម័យបុរាណដែលនឹងមានភាពអង្អាចក្លាហាននិងមានអាយថែមគ្រប់សែនដែលបានចេញមកពី comic តែម្ដងហើយនេះគឺជាទីបញ្ចុះសពរបស់អ្នកប្រយុទ្ធនាសម័យបុរាណដែលត្រូវបានគេជឿថាជាគំរូដើមរបស់ Wonder Woman បើទិញពេលវេលាត្រឡប់ទៅកាន់ឆ្នាំ1988នៅឯសាធារណរដ្ឋតូវ៉ាភាគខាងត្បូងសៃបេរីអ្នកបុរាណវិទូបានរកឃើញរណ្ដៅសាកសពរបស់នារីអច្ឆរិយៈម្នាក់ដែលមានអាយុកាលរហូតដល់ទៅ2500ឆ្នាំដំបូងឡើយពួកគេមានការយល់ច្រឡំថាជាភេទប្រុសតែពេលពិនិត្យឲ្យច្បាស់កាលពីឆ្នាំ2020ទើបដឹងថានេះគឺជាសាកសពរបស់មនុស្សស្រីនោះទេធ្វើឲ្យក្រុមអ្នកបុរាណវិទូមើលមុខគ្នាបើកភ្នែកធំៗតែម្ដងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះនារីម្នាក់នេះមិនមែនត្រូវបានគេបញ្ចុះសពដូចជាមនុស្សធម្មតាទូទៅនោះទេតែនេះត្រូវបានគេបញ្ចុះជាមួយនឹងអាវុធគ្រប់ប្រភេទបែបជាអ្នកចម្បាំងនាសម័យបុរាណហើយដាក់ចំទីតាំងល្អដែលប្រៀបស្មើទៅនឹងមនុស្សដែលកំពុងដេកលក់និងគ្រឿងគ្រូក្នុងការក្រោកមកប្រយុទ្ធគ្រប់ពេលវេលាហើយក្នុងនោះមានដូចជាធ្នូដាវលំពែងនិងអាវុធខ្នាតតូចខ្លីៗជាច្រើនទៀតហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះក្រុមឆ្អឹងរបស់នាងគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែនាងគឺជាមនុស្សស្រីសតែនាងបែរជាមានក្រុមឆ្អឹងនិងសាច់ដុំមាំទាំប្រៀបដូចជាមនុស្សដែលឆ្លងការវឹកហាត់យ៉ាងធ្ងន់ហើយមានរាងកាយរឹងមាំចំណែកនៅលើរាងកាយរបស់នាងគឺមានការបំពាក់តុបតែងទៅដោយមកុដនិងអាវក្រោះទង់ដែងហើយមានភាពប្រណិតក្បូរក្បាច់ទៅតាមរចនាសិល្បៈបែបបុរាណធ្វើឲ្យក្រុមឆ្អឹងមួយនេះត្រូវបានគេជឿថានាងគឺជាអតីតមេទ័ពស្រីនៃជនជាតិស្គីធាននិងអ្នកចម្បាំងបណិចរដែលល្បីឈ្មោះបំផុតនៅក្នុងប្រវត្តិសាស្ត្រតែអ្នកខ្លះជឿថានាងគឺជាគំរូដើមនៃអ្នកប្រយុទ្ធរបស់ប្រជាជនអាមេស៊ូននារីអច្ឆរិយៈនៅក្នុងរឿងនិទាននៃប្រវត្តិសាស្ត្រក្រិកបុរាណដែលមានអាយុកាលប្រមាណជា2500ឆ្នាំមុននៅពេលដែលបានឃើញក្រុមឆ្អឹងដ៏មាំទាំរបស់នាងហើយគឺពិតជាធ្វើខ្ញុំមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយពិតជាចង់ដឹងខ្លាំងណាស់ថាការដែលនាងនៅមានជីវិតតើនឹងមានភាពអង្អាចក្លាហាននិងមានសម្រស់ស្រស់ស្អាតដល់កម្រិតណាទៅបងប្អូនជឿអត់ថានៅលើភពផែនដីយើងនេះគឺមានទីតាំងមួយដែលយើងត្រូវចំណាយពេលធ្វើដំណើររហូតដល់ទៅជាង1សប្តាហ៍ទើបយើងអាចធ្វើដំណើរទៅដល់ទីនោះបាននិងអាចធ្វើដំណើរទៅបានតែជាមួយនឹងកប៉ាល់ប៉ុណ្ណោះដោយទីនេះគឺមានឈ្មោះថា Tristan da Cunha ជាតំបន់ឯកោដែលមានរយៈចម្ងាយឆ្ងាយបំផុតបើយើងវាស់ពីដែនដីធំនៃទ្វីបអាហ្វ្រិកហើយកោះនេះដែនដីគោកដែលនៅជិតវាបំផុតគឺ Saint Helena ដែលមានរយៈចម្ងាយប្រមាណជា2430គីឡូម៉ែត្រតែបើវាស់ពីដែនដីធំនៃទ្វីបអាហ្វ្រិកខាងត្បូងគឺមានរយៈចម្ងាយប្រមាណជា2800គីឡូម៉ែត្រនៅលើកោះមួយនេះគឺគ្មានប្រលានយន្តហោះនោះឡើយចឹងហើយការធ្វើដំណើរពីទ្វីបអាហ្វ្រិកទៅគឺត្រូវពឹងផ្អែកទៅលើកប៉ាល់ទាំងស្រុងដោយអ្នកដែលចង់ទៅទីនោះគឺត្រូវធ្វើដំណើរចាក់ចេញពីកំពង់ផែននៅឯទីក្រុង Cape Town និងអាចត្រូវចំណាយពេលចន្លោះពី7ទៅ10ថ្ងៃទើបអាចធ្វើដំណើរទៅដល់ពីទ្វីបអាហ្វ្រិកទៅកាន់កោះមួយនោះបានរីឯចំនួនជើងនៃការធ្វើដំណើរពីទ្វីបអាហ្វ្រិកទៅកាន់កោះមួយនេះក្នុងមួយឆ្នាំគឺមានជើងកប៉ាល់ចេញដំណើរតែ8ទៅ9ជើងប៉ុណ្ណោះចឹងហើយបានន័យថាជើងមួយខែទើបមានជើងកប៉ាល់ចេញដំណើរទៅមកម្ដងដែលកោះមួយនេះត្រូវបានគេចាត់ទុកថាជាកោះដែលឯកោបំផុតហើយមានប្រជាជនរស់នៅប្រមាណជា250នាក់ប៉ុន្តែមានមន្ទីរពេទ្យសាលារៀននិងហាងលក់ទំនិញហើយមនុស្សជាង200នាក់ដែលបានរស់នៅលើកោះមួយនឹងដំបូងឡើយពួកគេកើតចេញពីមនុស្សតែ3-4គ្រួសារប៉ុណ្ណោះដែលចេះតែធ្វើដំណើរនេសាទយូរទៅក៏មកតាំងលំនៅឋាននៅលើកោះមួយនេះហើយពឹងផ្អែកទៅលើការនេសាទនិងការដាំដុះដើម្បីចិញ្ចឹមជីវិតបង្កើតកូនចៅកាន់តែច្រើនទៅតែម្ដងអ្វីដែលកាន់តែគួរឲ្យកត់សរសើរនោះគឺក្រុមបុគ្គលដែលរស់នៅលើកោះមួយនេះពួកគេគ្មានគោលបំណងក្នុងការផ្ដាច់ខ្លួនពីពិភពខាងក្រៅនោះទេខុសពីក្រុមអ្នកចំណាក់ស្រុកនៅតាមកោះមួយចំនួនឲ្យតែបានរស់នៅក្នុងតំបន់ដែលដាច់ស្រយាលគឺតែងតែចង់ផ្ដាច់ខ្លួនហើយប្រជាជនប្រមាណជាង200នាក់ដែលរស់នៅលើកោះមួយនេះពួកគេតែងតែធ្វើការតាក់ទងទៅកាន់ពិភពខាងក្រៅដើម្បីទិញទំនិញដូចជាសម្ភារៈសិក្សាសម្ភារៈព្យាបាលគ្រឿងប្រើប្រាស់និងគ្រឿងបរិភោគផ្សេងៗដែលមិនអាចផលិតបាននៅលើកោះហើយពួកគេតែងតែធ្វើដំណើរទៅមកពីលើកោះទៅកាន់ដែនដីធំនៃទ្វីបអាហ្វ្រិករកពេលជាង1ខែម្ដងនិងតែងតែធ្វើដំណើរជាមួយនឹងកប៉ាល់ប៉ុណ្ណោះអរគុណដែលមើលដល់ចប់តើបងប្អូនចាប់អារម្មណ៍ចង់ទៅលេងលើកោះមួយនេះអត់ក៏សូមបញ្ជាក់ផងដែរថាបើសិនជាបងប្អូនទៅគឺត្រូវរងចាំ1ខែទើបអាចវិលត្រឡប់មកវិញបានបាទឥឡូវនេះអ្នកទៅកោះគឺជារឿងផ្សេងសំខាន់ញ៉ាំ boost strong សិនថារកពេលធ្វើការរកពេលថតវីដេអូជាពិសេសធ្វើការដល់យប់គឺខ្ញុំផឹកតែ boost strong បងប្អូនទីមួយវាមានរសជាតិឆ្ងាញ់ទីពីរផលិតផលរបស់ក្រុមហ៊ុនកម្ពុជាយើងហើយវាយើងញ៉ាំទៅគឺជួយឲ្យយើងនឹងអត់លួចគេទេបងប្អូនហើយមានធម្មពលក្នុងការធ្វើការមែនទេឆ្លាស់មុខតែម្ដងអត់ត្រូវហ្នឹងណាបុត្រងមានជាតិឆ្ងាញ់